បាទសូមជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាតើយើងមកមើលទស្សនវិជ្ជាដែលពួកយើងកំពុងតែរៀបចំធ្វើដំណើរទៅលេងនៅខាងបាណន់លេងភាសាទាំងអស់គ្នាក្រុមភាសារបស់ភាសាគូហើយជាមួយបងប្អូនយើងជាអ្នកគូខ្លះលេងជាមួយយើងដែរបាទបងប្អូនបានឃើញហើយយើងមើលនៅលើដងផ្លូវសបូរណែមមែនទែនបងប្អូនដែលបងប្អូនខ្លះដែលគាត់ចូលចិត្តណែមដែលគេហៅថាណែមបាត់ដំបងហ្នឹងបងប្អូនអាចឆ្លៀតពេលដើម្បីចូលទិញបន្តិចសិនទៅតែសម្រាប់ពួកយើងបាទញ៉ាំដើម្បីការដែលធ្វើវីដេអូយើងក៏បានចូលទេបងប្អូនពួកយើងក៏ធ្វើដំណើរនៅលើផ្លូវវាងក្រុងហ្នឹងឯងបងប្អូនហើយយើងក៏បត់ឆ្វេងដៃមកយើងទៅឯខាងស្រុកបាណន់បងប្អូនឥឡូវយើងបានធ្វើដំណើរមកដល់កន្លែងច្រកចូលហើយបងប្អូនយើងមើលឃើញទៅផ្លូវរៀងអាចពេញបាច់តិចដោយសារតែជារដូវភ្លៀងហើយពុកម៉ែបងប្អូនយើងមិនលេងច្រើនដែរដើម្បីយើងវាអាចធ្វើឲ្យផ្លូវយើងរៀងមើលទៅដូចជាអត់សូវជាល្អប៉ុណ្ណាទេហើយយើងក៏លេងមកមើលទេសភាពនៃដើមឈើផ្សេងៗហ្នឹងយើងឃើញថាស្រស់ស្អាតមែនទេបងប្អូនឥឡូវនេះយើងកំពុងតែចូលកន្លែងដែលបញ្ញានឹងបស៊ីឡាននឹងវាជាកន្លែងដាក់បស៊ីឡានឬក៏បស៊ីម៉ូតូហ្នឹងសម្រាប់ឲ្យគាត់គ្រប់គ្រងមើលថែបាទជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវពួកយើងបានមកដល់លើប្រាសាទភ្នំបាណន់នៅឯខាងឯខេត្តបាត់ដំបងតោះបងប្អូនពុកម៉ែបងប្អូនទាំងអស់គ្នាយើងទៅមើលនៅឯខាងប្រាសាទបងប្អូនគាត់មកទស្សនាច្រើនមែនទែននៅខាងឯពេលទៅបុណ្យភ្ជុំបិណ្ឌជាទស្សនភាពថ្ងៃប្រជុំបិណ្ឌថ្ងៃចុងក្រោយនេះឃើញញាតិភ្ញៀវទេសចរជាតិច្រើនមកកម្សាន្តនៅប្រាសាទភ្នំបាណន់ក្រុមភាសាមកក្នុងសាលាបាទពុកម៉ែបងប្អូនឥឡូវយើងកំពុងតែត្រៀមនឹងឡើងលើភ្នំដើម្បីយើងទៅមើលប្រាសាទហើយយើងឃើញថាបងប្អូនទៀតពេលគាត់ដល់កន្លែងនោះទៅវិញបងប្អូនខ្លះតែគាត់វិញខ្លះតែគាត់ទៅច្រើនទាំងឡាយគាត់ចង់ឡើងទៅមើលប្រាសាទដែលយើងចង់ទស្សនាប្រាសាទហើយយើងងាកមកមើលហើយបងប្អូនដែលគាត់អ្នកលក់ដូរនៅកន្លែងហ្នឹងគាត់មើលទៅហាក់បីដូចជាគាត់សប្បាយក្នុងការលក់ដូរដែរពុកម៉ែបងប្អូនគាត់សប្បាយចិត្តដល់ពេលឃើញបងប្អូន
ជនរួមជាតិឬក៏បងប្អូនជនជាតិបរទេសដែលគាត់បានទៅលេងធ្វើឲ្យខាងលក់ដូររបស់គាត់អាចនឹងរកប្រាក់ចំណូលបន្ថែមទៀតបានបាទពុកម៉ែបងប្អូនដែលយើងមើលការលក់សម្លៀកបំពាក់ហើយមូអីយើងគិតថាស្អាតហើយបងប្អូនខ្លះដែលគាត់លក់នៅជាប់ឯមាត់ទឹកហ្នឹងគាត់មានកៅអីសម្រាប់ឲ្យយើងអង្គុយយើងអាចអង្គុយសម្រាកកន្លែងហ្នឹងបានអាចអង្គុយញ៉ាំអីសិនទៅដើម្បីយើងយកកម្លាំងដែលយើងឡើងទៅប្រាសាទពុះដែរពុកម៉ែបងប្អូនបើសិនជាយើងឡើងទៅយើងអត់ទាន់ញ៉ាំអីទេប្រហែលជាពិបាកហើយព្រោះនៅលើអត់មានអីលក់ទេអញ្ចឹងយើងត្រៀមខ្លួនញ៉ាំអីនៅខាងក្រៅមកហើយសិនទៅយើងញ៉ាំហើយក៏យើងអង្គុយសម្រាកសិនទៅហើយយើងចាំយើងឡើងទៅលើញ៉ាំណាពូ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 អីនេះណាសង្វាក់អាំងយកសង្វាក់អាំងហ៎ឥឡូវយើងក៏លេងមកមើលកន្លែងមាត់ទឹកមានកញ្ចក់សម្រាប់យើងដែរសម្រាប់យើងអង្គុយជាលក្ខណៈគ្រួសារជាលក្ខណៈមិត្តភក្តិđấyយើងអាចអង្គុយលំហែកាយនៅទីហ្នឹងទៅហើយយើងអាចអង្គុយញ៉ាំអីជុំគ្នាបានយើងឃើញទៅជាតំណងតែស្រ័យដែរបាទពុកម៉ែបងប្អូនវីដេអូនេះយើងធ្វើសម្រាប់បងប្អូនមួយចំនួនដែលគាត់អត់ដែលបានទៅលេងកន្លែងហ្នឹងដូចជាពួកយើងដូចជាខ្ញុំអីដែរសិតតែជាលើកទី1ហើយនេះយើងថតពីបរិវេណដែលនៅក្រោមនៅក្បែរជើងភ្នំហ្នឹងពុកម៉ែបងប្អូនដើម្បីឲ្យបងប្អូនយើងដែលគាត់មិនដែលបានធ្លាប់ទៅលេងគាត់បានដឹងកន្លែងបែបរបៀបណាពេលខ្លះគាត់អត់បានទៅនឹងគាត់គិតថាត្រៀមញ៉ាំឬក៏អត់ដូច្នេះយើងធ្វើវីដេអូនេះសម្រាប់ប្រាប់គាត់មានអំពីបងប្អូនគាត់លើកទី1ដែរងាយស្រួលសម្រាប់ពួកគាត់ទៅលេងតាមកន្លែងយើងត្រូវញ៉ាំហើយមានច្រើនណាស់ញ៉ាំហើយមានតែគាត់លេងពេលខ្លះគាត់អាចទៅផ្ទះបានដែរឬក៏ខ្លាចចាំញ៉ាំពីផ្ទះវាទៅញ៉ាំកន្លែងលេងតាមសាលអរគុណណាស់ពូចូលខាអ៊ីរៀនហ្នឹងដល់មកថតឡាយអ
ta hô sana thua su su ta mà đây camera ho đây cameraคือเจียบาปราสาทบันนอนข้างไอ้บันนบงโอเลยชนวัดเตะกวาดหมอกับสารเลยนะบ้านเรายังลายจะดาวกับปูเลยกับตายตอนมันดาวได้ประมาณวันหัดไปจึงยังก็สมตาวัดก็พอได้คุยสำหรับในที่นี้เนาะในครั้งแรกเตี้ยสามในครั้งแรกประมาณ7 ดาวเลยบางคนคลาสเตี้ยก็กอดเพื่อดมนาตามจุ่มเฮียงได้ไปคลาลางเลยกำจัดได้อาจฮอตบางคนคลาก็กอดเลยลางตามจุ่มเฮียงสรุปสำหรับผู้กดได้ที่ผมพอดเจนกับบานลายหมดตอนเลิกกับปุ่นนมให้ผมมาผมนี่ก็จีรูปเพียบได้เจียประสาทไอ้บ้านนอนแต่ยังครอบแต่เลยชั่วโมงอะไรคือปัวเย็นบานหมดตอนเลิกหายแล้วยังกับบานทอดสำหรับไอ้บางคนจะนอนคันนี้มันตัวสนาได้ មានទាំងអស់ដូចជា5ប្រាសាទដែរពុកម៉ែបងប្អូនលើកំពូលភ្នំតែម្ដងហើយយើងមើលឃើញបិទស្នាដៃរបស់ពុកគាត់ដែលជាវិរិយបរិសហើយខ្មែររបស់យើងគាត់បានសាងសង់ទាំងការសាងសង់ទាំងថ្មដែលជាសម័យបុរាណគឺថាពួកគាត់ពិតជាអង្គការខ្លះណាក្នុងការសាងសង់ប្រាសាទនៅលើកំពូលភ្នំมันងាយស្រួលទេពុកម៉ែយើងគ្រាន់តែឃើញតែយើងគិតថាវាមិនងាយស្រួលក្នុងការសាងសង់ទេក៏ប៉ុន្តែយើងពិតជាមានមោទនភាពដែលយើងកើតមកជាคนខ្មែរហើយយើងអាចមានប្រាសាទដែលជាស្នាដៃរបស់គឺរបស់ខ្មែររបស់យើងនៅលើកំពូលភ្នំតែម្ដងបាទស្នាដៃគាត់អស់ចាស់បាច់ចាំប្រើស៊ីម៉ង់គាត់គ្រាន់តែយកមកដាក់បតោគោលើគ្នាគេចេញជារូបប្រាសាទសាបរៀបស្មារតីមកមកបន្តតាទៅផ្នែកពួកគាត់ដែលជាបរិបទហើយឡើងទៅលើទីបន្លំទៅវិញមានមួយទៀតមកថាបើសូមឲ្យ
បាទពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវនេះយើងក៏បានចុះមកវិញហើយក្រោយពេលដែលយើងបានឡើងទៅដល់លើពុកម៉ែបងប្អូនយើងឃើញថាបងប្អូនខ្លះទៅដែលគាត់អត់បោះដោយបាទរបស់ខ្ញុំដែរគាត់ចង់បើកកាត់ទស្សនាខាងលើនេះមុខអ្នកឡើងភ្នំឡើងប្រាសាទស្បេះហើយអូចាំមើលអាឡានពុនវាជួបគ្នានេះមុខអ្នកឡើងភ្នំឡើងប្រាសាទខ្ញុំចង់ពុជបាយនេះបាទសប្បាយអត់សប្បាយអត់បាទមកដល់ឡើងប្រាសាទនេះហើយមើលស្បេះហើយមកគាត់ចុះមកខ្ញុំអត់ទៅបានផុតប្រជុំមិនដឹងអីបើមានចកាក់ត្រង់មុខជួរចាំទិញមិនមានជាទស្សនវិជ្ជាទូទៅមួយចំនួននៅឯប្រាសាទបាណន់ជុំហើយបង្ហើយចុងក្រោយបាទពុកម៉ែបងប្អូនបន្តពីយើងទស្សនាហើយឥឡូវនេះខ្ញុំសូមអានពីប្រវត្តិរបស់ប្រាសាទភ្នំបាណន់ប្រាសាទភ្នំបាណន់ស្ថិតនៅលើភ្នំមួយមានកម្ពស់ប្រមាណ300ម៉ែត្រនៅក្នុងឃុំបាណន់ស្រុកបាណន់ខេត្តបាត់ដំបងប្រហែលជាប៉ុន្មានគីឡូម៉ែត្រខាងត្បូងនៃទីក្រុងបាត់ដំបងដើម្បីឡើងដល់ជំហានប្រាសាទត្រូវឡើងជំហានជាង350ជំហានដែលជាបទពិសោធន៍ទាក់ទាញសម្រាប់ភ្ញៀវទេសចរ ព
ប្រាសាទនេះត្រូវបានសាងសង់នៅសតវត្សទី11ទៅដល់ទី13ក្នុងសម័យអង្គររបស់ស្ដេចដែលមានឈ្មោះថាឧជាទិត្យវរ្ម័នទី2ប្រហែលសម័យនៃប្រាសាទអង្គរវត្តនិងប្រាសាទភ្នំបាគងប្រាសាទភ្នំបណ្ណន់ត្រូវបានគេជឿថាប្រាសាទអន្តរមួយក្នុងចំណោមប្រាសាទបុរាណជាច្រើននៅតំបន់បាត់ដំបងដែលបង្ហាញអំពីអតីតកាលនៃអាណាចក្រខ្មែរអង្គរលើតំបន់នោះប្រាសាទនេះមានរចនាបថស្ថាបត្យកម្មបែបបាយ័នដែលបង្ហាញពីសិល្បៈសម័យអង្គរវត្តចុងក្រោយមានប្រាសាទចំនួន5ដែលស្ថិតនៅលើកំពូលភ្នំដូចជាប្រព័ន្ធប្រាសាទអង្គរតូចមួយប្រាសាទកណ្ដាលធំជាងគេប៉ុន្តែ3រូបនៅខាងជើងនិងខាងត្បូងមានធំតូចជាងប្រាសាទទាំងនេះសាងសង់ដោយថ្មបាយក្រហមនិងថ្មភក់ស្រាងៗហើយបង្ហាញពីសិល្បៈនៃការច្នៃប្រឌិតដ៏ល្អរបស់ខ្មែរបុរាណបាទអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនានេះគឺជាប្រវត្តិដែលខ្ញុំបានអានទូទៅដែរអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសូមពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច like និង Subscribe ដើម្បីវីដេអូយើង